នេះគឺជាទស្សនវិជ្ជានៅទីក្រុងតូក្យូក្នុងវីដេអូថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថាខ្ញុំធ្វើដំណើរកម្សាន្តនៅកន្លែងណាខ្លះនៅទីក្រុងតូក្យូចឹងកុំឲ្យខាត់ពេលវេលាយូរយើងនឹងចាប់ផ្ដើមវីដេអូនេះទាំងអស់គ្នាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសាពីអានុនហើយកន្លែងដំបូងគេដែលយើងធ្វើដំណើរទៅគឺ Ueno Park ឥឡូវនេះខ្ញុំកំពុងតែដើរនៅ Ueno Park ហើយវាមានផ្កាសាគុរ៉ារីកប៉ុន្តែមិនសូវរីកច្រើនល្អប៉ុន្មានទេព្រោះខ្ញុំមកនឹងចំពេលផ្កាសាគុរ៉ាគេចាប់ដើមរួយហើយឥឡូវហ្នឹងខ្ញុំកំពុងទិញទឹកមកពី vending machine នៅ Ueno Park ហើយទឹកដែលខ្ញុំទិញហ្នឹងដូចជាទឹក strawberry ពេលខ្ញុំភ្លក់ទៅវាមានរសជាតិឆ្ងាញ់ហើយកន្លែងបន្ទាប់ដែលខ្ញុំធ្វើដំណើរទៅគឺ Akihabara ឥឡូវនេះខ្ញុំកំពុងដើរតាមដងផ្លូវមើលខាងលើមានអីប្លែកៗដើម្បីចូលទិញឬមួយក៏ចូលលេងហើយឥឡូវហ្នឹងដែរខ្ញុំក៏បានរកឃើញហាងកាហ្វេមួយហើយគួរឲ្យចាប់អារម្មណ៍ចឹងខ្ញុំសាក់ចូលទៅមើលសិនព្រោះអីប្អូនស្រីរបស់ខ្ញុំទាចូលដែរហើយកន្លែងហ្នឹងមិនត្រឹមតែមានសត្វឆ្មាទេវាមានតាំងពីសត្វទន្សាយសត្វអីផ្សេងទៀតហើយមានឆ្កែដែរហើយតម្លៃសម្រាប់ចូលទៅលេងកន្លែងហ្នឹងគឺតម្លៃ900 yenសម្រាប់មនុស្សម្នាក់បើគិតជាលុយដុល្លារអាមេរិកគឺស្មើនឹង6ទៅ7ដុល្លារហើយសម្រាប់900 yen ហ្នឹងដែរគឺយើងអាចចូលបានតែ10នាទីទេអញ្ចឹងបើយើងចង់ចូល20នាទីគឺយើងត្រូវចំណាយអស់1800 yen ហើយនេះគឺជាប្អូនខ្ញុំកំពុងតែមើលសត្វឆ្មាហើយលើនេះយើងក៏បានទៅលេងសត្វទន្សាយហើយសត្វទន្សាយគេនឹង cute គួរឲ្យស្រឡាញ់បន្ទាប់ពីខ្ញុំលេងជាមួយសត្វទន្សាយរួចឥឡូវខ្ញុំកំពុងតែដើរជាមួយនឹងប្អូនខ្ញុំហើយអ្នកម៉ាក់ខ្ញុំទៅកន្លែងទិញទឹកអីញ៉ាំតែកន្លែងខ្ញុំបានថតទេព្រោះអីខ្ញុំភ្លេចថតឥឡូវនេះឃើញអ្នកម៉ាក់ខ្ញុំកាន់មកម្នាក់មួយកែវហើយអញ្ចឹងឥឡូវយើងបន្តដំណើរទៅកន្លែងញ៉ាំអីអូខេអ្នកទាំងអស់គ្នាគឺថាយើងបានមកដល់កន្លែងញ៉ាំអីហើយម្ហូបគេគឺឆ្ងាញ់បន្ទាប់ពីយើងញ៉ាំអីហើយកន្លែងបន្ទាប់ដែលយើងធ្វើដំណើរទៅគឺ Shibuya Crossing នៅតាមផ្លូវដើរទៅគឺមានមនុស្សដើរច្រើនមែនតើហើយឥឡូវនេះដែរខ្ញុំកំពុងតែឡើងទៅលើអគារខ្ពស់ដើម្បីឈរចាំមើលចំណុចដែលមនុស្សដើរឆ្លងកាត់បងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំបង្ហាញទស្សនវិជ្ជាដែលមនុស្សដើរឆ្លងកាត់កន្លែងនេះដែរគឺជាផ្លូវមួយដែលមានមនុស្សដើរឆ្លងកាត់ច្រើនជាងគេនៅក្នុងពិភពលោកហៅថា Shibuya Crossing អ្នកទាំងអស់គ្នាអាចទស្សនាមើលបានមើលមនុស្សដើរយ៉ាងដូចស្មោចអញ្ចឹងឥឡូវហ្នឹងខ្ញុំរៀបចំចុះទៅវិញហើយដើម្បីចុះទៅមើលរូបចម្លាក់សត្វឆ្កែដែលសត្វឆ្កែនោះគេហៅថា Hachiko ឆ្កែនេះជាឆ្កែសញ្ជាតិនៅក្នុងតំបន់អាគីតាហើយឆ្កែនេះរងចាំម្ចាស់នៅស្ថានីយ៍ Shibuya ជារៀងរាល់ថ្ងៃបន្ទាប់ពីម្ចាស់ស្លាប់គាត់នៅតែរងចាំជាង9ឆ្នាំហើយរូបសំណាកឆ្កែនេះត្រូវបានសង់នៅខាងមុខស្ថានីយ៍ Shibuya នៅក្នុងឆ្នាំ1934ឥឡូវខ្ញុំមើលរួចរាល់ហើយខ្ញុំក៏បន្តដំណើរដើរឆ្លងកាត់ផ្លូវ Shibuya Crossing ហើយបងប្អូនមើលឃើញទេគឺថាមនុស្សច្រើនខ្លាំងមែនតើដើរនឹងកន្លែងផ្លូវហ្នឹងកន្លែងបន្ទាប់ដែលធ្វើដំណើរទៅគឺ Shinjuku ហើយកន្លែងហ្នឹងដែរគឺជាកន្លែងលក់អីវ៉ាន់ក៏ដូចជារបស់ញ៉ាំចឹងឥឡូវពួកខ្ញុំកំពុងតែដើរសំដៅទៅរកទិញអីវ៉ាន់និងទិញរបស់ញ៉ាំថែមទៀតអូខេអ្នកគ្នាឥឡូវយើងកំពុងតែនៅ Shinjuku តែអ្នកគ្នាមើល view គេគឺស្អាតមែនតើអ្នកគ្នាគឺឥឡូវកញ្ចាក់មែនតើអ្នកគ្នាគឺតិចធ្វើការពាក់អាវងារអ្នកគ្នាបាទ
មានប៉ុណ្ណឹងណាស់នេះហើយឥឡូវហ្នឹងដែរខ្ញុំកំពុងមកដល់កន្លែងគេចាប់តុក្កតាហើយអញ្ចឹងទៅខ្ញុំក៏ដាក់កាក់ដើម្បីចាប់តុក្កតាប៉ុន្តែចាប់អត់ងាយបានទេអ្នកទាំងអស់គ្នាអើយអានេះពិបាកចាប់ណាស់ព្រោះអីពេលចាប់ដៃវាហ្នឹងអត់ក្តោបឲ្យយើងចាប់ងាយស្រួលហ្មងនិយាយទៅនៅពេលដែលចាប់តុក្កតាអត់បានខ្ញុំឈប់ចាប់ហើយអញ្ចឹងខ្ញុំទៅទិញអីញ៉ាំវិញឥឡូវបងអូនខ្ញុំទិញ strawberry ដែលសូបទឹកស្ករពីក្រៅញ៉ាំវិញហើយមើលបងអូនខ្ញុំញ៉ាំនិយាយទៅ strawberry ហ្នឹងឆ្ងាញ់ប៉ុន្តែដោយសារតែបងអូនខ្ញុំហ្នឹងគាត់ញ៉ាំទៅស្ករវាហឹងពេកអញ្ចឹងទៅគាត់ធ្វើមាត់នឹងយ៉ាប់បន្ទាប់ពីប្អូនខ្ញុំញ៉ាំហើយអស់ខ្ញុំក៏ចាប់ដើមបន្តដំណើរទៅទៀតហើយតែឥឡូវហ្នឹងគឺចិត្តយប់មែនតែនហើយបងប្អូនឥឡូវនេះដែរពេលយប់ហើយអញ្ចឹងក៏មកដល់កន្លែងញ៉ាំអីទៀតហើយញ៉ាំអីពេលយប់ហើយនេះគឺជាម្ហូបគេមានបាយនិងសាច់មាន់ហើយសាច់មាន់គេគឺរសជាតិអែបមែនតែនអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូញ៉ៃទី2មានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាញ៉ៃទី3ខ្ញុំនឹងផុសបន្តទៀតបើបងប្អូនចូលចិត្តវីដេអូនេះកុំភ្លេច like ហើយ share ម្នាក់មួយផងនិងក៏កុំភ្លេច follow ដែរហើយសូមជម្រាបលាពុកម៉ែបងប្អូនទាំងអស់គ្នាសូមអរគុណ